សួស្តីបងប្អូនហ្នឹងហើយតាំងពីបងធំបានឡានថ្មីមកតាមហិតក្លិនឡានរហូតខៃឡូបានមានឱកាសឆ្នាំក្រោយបានគេអីដែរហ្នឹងហើយបងប្អូនថ្ងៃនេះមកភ្ជាប់ពាក្យក្មួយយើងមកពីជីសាំងមកកោះកឡបងប្អូនហ្នឹងហើយមកដល់កោះកឡគឺភ្ជាប់ពាក្យនេះប្រហែលនឹងស្តៀងសែននឹងការដែរបងប្អូនហ្នឹងហើយមានមហាមានផ្លែឈើមាននំនេកអន្សមអីចឹងទៅបងប្អូនរួចខាងនេះដែរគឺខាងកូនស្រីហ្នឹងហើយខាងស្នាមដែរលោកមហានេះគឺខាងកូនប្រុសបងប្អូននេះសិតតែខាងប្រុសហើយខាងនេះហ្នឹងហើយបន្ទាប់មកឪពុកម្ដាយខាងស្រីខាងប្រុសហ្នឹងគាត់ជួបរាក់ទាក់គ្នាហ្នឹងហើយមិនដឹងជាស្អីនៅខាងមុខហ្នឹងគេហៅអីគេការស្លាប់ការដកទេបងប្អូនខ្ញុំអត់ស្គាល់ទេហ្នឹងហើយគាត់ទទួលគ្នាអញ្ចឹងទៅអានេះគឺជាលុយដែលគាត់កក់ហ្នឹងហើយកក់ដូចអីវ៉ាន់មិនទេខ្ញុំអត់សូវចេះនិយាយអញ្ចឹងណាបងប្អូនកុំប្រកាន់ហ្នឹងហើយបន្ទាប់ទៅពីយើងរៀបចំលុយរៀបអីកក់ហ្នឹងគាត់ក៏ទទួលផ្លែឈើផ្លែអីដែលលោកមហាគាត់ត្រៀមបកគលឲ្យនេះគឺជាលុយនឹងឯងលុយសម្រាប់កក់កូនគាត់ហ្នឹងហើយកក់ហ្នឹងកក់អីទេខ្ញុំមិនដឹងដែរកក់ប៉ុណ្ណាខ្ញុំអត់បានដឹងទេបងប្អូនអត់ដឹងច្បាស់រឿងផ្ទៃក្នុងរបស់គាត់ទេតែគាត់ថានេះគឺជាការភ្ជាប់ពាក្យរបស់គាត់ទេហ្នឹងហើយនេះគឺជាកូនកំឡោះបងប្អូនហ្នឹងហើយធ្វើដំណើរចេញមកដើម្បីមកភារវកិច្ចគេហៅថាអាចជម្រាបសួរនឹងឯងហ្នឹងហើយបងប្អូនជម្រាបសួរពុកម៉ែបងប្អូនឬក៏ពុកម្ដាយខាងស្រីខាងប្រុសខាងខ្លួនឯងហ្នឹងឯងហ្នឹងហើយបងប្អូនបញ្ជាក់ទៀតខ្ញុំនិយាយខុសឲ្យបងប្អូនកុំប្រកែប្រកាន់អីព្រោះខ្ញុំអត់សូវចេះនិយាយរឿងខាងជើងការជើងអីនេះទេព្រោះខ្ញុំចេះតែអេលិចត្រូនិកទេហ្នឹងហើយបងប្អូនណាចង់សួររឿងអេលិចត្រូនិកអាចឆ្លើយបានតែរឿងជើងការគឺអត់សូវចេះទេឃើញចេះតែថតទៅបងប្អូនហ្នឹងហើយនេះគឺជាកូនកន្លោះគាត់មកសំពះឪពុកម្ដាយបង្កើតរបស់គាត់ហ្នឹងហើយហ្នឹងជាពុកម្ដាយបង្កើតរបស់គាត់ហើយខាងនេះគឺជាឪពុកម្ដាយក្មេករបស់គាត់មកសំពះដូចគ្នាអញ្ចឹងណាបងប្អូនហ្នឹងហើយមើលទៅហ្នឹងហើយនេះគឺជាប្រពៃណីរបស់យើងប្រពៃណីខ្មែររបស់យើងគឺតែងតែមានការសំពះអញ្ចឹងឯងបងប្អូនហ្នឹងហើយនេះគឺជាកូនកំឡោះនិងកូនក្រមុំបានមកសំពះខាងឪពុកម្ដាយបង្កើតហើយនឹងខាងឪពុកម្ដាយក្មេកនេះគឺឪពុកម្ដាយក្មេកនឹងឯងហ្នឹងហើយនេះគឺការភ្ជាប់ពាក្យចិញ្ចៀនរបស់កូនស្រីកូនប្រុសនឹងឯងម្ដងម្នាក់ហ្នឹងឯងបងប្អូនពីការពាក្យចិញ្ចៀនគ្នាទៅវិញទៅមកហើយបងប្អូនគឺដល់ពេលសាច់ញាតិសងខាងចងដៃបងប្អូនហ្នឹងហើយដូចតែខ្ញុំនិយាយចឹងបងប្អូនគឺដូចតកាចឹងឯងចងដៃសង្កត់ព្រលឹងសង្កត់អីដូចតកានេះការខ្នាតទូចការពិតនិយាយលេងបងប្អូនគឺគេភ្ជាប់ពាក្យទេហ្នឹងហើយគេមានការធំថ្ងៃក្រោយឆ្នាំក្រោយហ្នឹងហើយបន្ទាប់ទៅពីចងដៃចងជើងកូនកំមុំកូនកន្លោះរួចហើយដល់ពេលយើងម្ដងហើយបងប្អូនគឺឡើងតុកដើម្បីហូបបាយដល់ម៉ោងហូបបាយហ្នឹងហើយបងប្អូនអើយមកហូបគេក៏មិនធម្មតាដែរបងប្អូនគេទទួលមកទំហឹងរបស់គេហ្នឹងហើយបងប្អូនច្រើនតុកដែរ 4-5 តុកដែរបងប្អូននេះមកហូបអេម